ទ្រង់កំពុងសម្លឹងមើលកោះឡង្កានៅក្នុងពិភពមនុស្សដោយក្តីសោកសៅនេះក៏ព្រោះថាកោះឡង្កាធ្លាប់ជាទឹកដីដ៏រុងរឿងមួយប៉ុន្តែក្រោយពីស្ដេចយក្សម៉ាល់យ៉ាវ៉ាន់ចាញ់សង្គ្រាមនិងដើម្បីគេចចេញពីការតាមកំទេចរបស់ព្រះនារាយណ៍ម៉ាល់យ៉ាវ៉ាន់និងបកពួកដែលនៅសេសសល់បានបង្ខំចិត្តបោះបង់ក្រុងឡង្កាចោលហើយភៀសខ្លួនទៅលះខ្លួននៅក្នុងឋានបាដាលអស់រយៈពេលយ៉ាងយូរដែលធ្វើឲ្យកោះឡង្កាក្លាយជាទីក្រុងស្ងាត់ជ្រងំដែលបណ្ដាលឲ្យរាជវង្សនៅក្នុងត្រកូលព្រំបានដួលរលំបាត់អស់ហើយដោយការសោកស្ដាយនេះហើយសហម្បតីព្រំបានសម្រេចចិត្តបង្កើតក្រុងឡង្កាសាជាថ្មីដោយអញ្ជើញឲ្យព្រះវិស្ណុកាប្រើអំឡាយទីបបង្កើតជាក្រុងឡង្កាទីក្រុងដែលរឹងមាំនិងអស្ចារ្យមិនចាញ់ស្ថានសួគ៌ឡើយកំពែងទីក្រុងត្រូវបានកសាងពីថ្មខ្មៅដ៏រឹងមាំស្ទើរតែគ្មានអ្វីអាចបំផ្លាញបានទីក្រុងដែលធ្លាប់បែកបាក់ក៏ត្រូវបានសាងឡើងសាជាថ្មីដែលរឹងមាំនិងស្អាតជាមុនសហម្បតីព្រំបានតែងតាំងចតុរភ័ក្រឲ្យគ្រប់គ្រងក្រុងឡង្កាហើយប្រទានអំណាចដ៏ខ្លាំងឲ្យគាត់ព្រះអង្គគឺជាបុត្ររបស់ព្រះវុលស្តយៈដែលជាបុត្រកំណើតម្នាក់ក្នុងចំណោមបុត្រ10អង្គរបស់ព្រះព្រំដូច្នេះហើយនៅក្នុងនាមជាចៅផ្ទាល់របស់ព្រះព្រំចតុរភ័ក្រត្រូវបានគេស្គាល់ថាជាព្រំពងក្រោមការគ្រប់គ្រងរបស់គាត់ក្រុងឡង្កាក្លាយទៅជាទីក្រុងអំណាចដែលគ្មាននរណាអាចប្រឆាំងបានហើយគាត់មានអគ្គមហេសីមួយអង្គព្រះនាមថានាងម៉ាលីកាដែលជាបុត្រីរបស់យក្សអសុរភពមហាកាលគឺជាការរៀបចំឲ្យពូជពង្សត្រកូលព្រំនិងអសុរារលាយចូលគ្នាបង្កើតបានជាវង្សត្រកូលដែលមានទាំងចំណេះដឹងបែបព្រំនិងអំណាចវាយប្រហារបែបអសុរាហើយព្រះអង្គទាំងពីរក៏មានបុត្រាមួយអង្គព្រះនាមថាវិស្រាវៈអសុរាដែលមានដៃ4និងអំណាចលើសពីធម្មតាចាប់តាំងពីកំណើតនៃវិស្រាវៈសញ្ញានៃអំណាចងងឹតបានចាប់ផ្ដើមលេចឡើងនៅក្នុងពិភពលោកយឺតដោយព្យុះមួយកំពុងប្រមូលកម្លាំងនៅខាងក្រោយបេកកាលវេលាបានហូរឆ្លងយូរឆ្នាំនៅក្រុងអយុធ្យាព្រះបាទរខុវង្សបានគ្រប់គ្រងដោយគុណធម៌អស់រយៈពេលជាង 60000 ឆ្នាំមុនពេលព្រះអង្គសោយទិវាង្គតហើយអំណាចត្រូវបានបន្តទៅកាន់ព្រះរាជបុត្រាព្រះបាទអចៈក្សត្រវ័យក្មេងដែលមានទាំងកម្លាំងប្រាជ្ញានិងជំនាញប្រើអាវុធគ្រប់ប្រភេទព្រះអង្គបានរក្សាសុខសន្តិភាពដូចដើមប៉ុន្តែសុខសន្តិភាពនោះមិនដែលនៅជានិច្ចឡើយនៅលើភ្នំចក្រវាលដ៏ដាច់ស្រយាលដែលពោពេញដោយអពុលនិងខ្យល់ត្រជាក់ដ៏ឆ្អឹងមានយក្សមួយដែលរាងកាយធំមហិមានៅទីនោះដែលវាមាននាមថាអសូរាបស័តរាងកាយធំមហិមាភ្នែកពោពេញដោយកំហឹងនិងការច្រណែនវាបានបំផ្លាញខ្លួនឯងដោយការបំពេញតបៈយ៉ាងឃោរឃៅដើម្បីស្វែងរកអំណាចខ្លាំងបំផុតហើយជារៀងរាល់ថ្ងៃវាបានឡើងទៅបម្រើព្រះឥសូរដោយបង្ហាញភាពស្មោះត្រង់